បាទសូមជូនវីដេអូបន្ទាប់តាក់ទងទៅនឹងការរកនិទេសបាទតាក់ទងការរកទេសបន្តពីវីដេអូមុនអញ្ចឹងកន្លែងនេះអត់មានអីទេអញ្ចឹងខ្ញុំអាចប្រើ insert មួយទៅដើម្បីបន្ថែម column មួយទៀតកុំឲ្យបាក់គូពី2ដងឲ្យពណ៌ដូចគ្នាបាទអញ្ចឹងកន្លែងនេះគឺវាយថានិទេសសិស្សទៅដាក់ថានិទេសបាទនៅកន្លែងនេះគឺរៀងវែងតិចអញ្ចឹងខ្ញុំអូសចុះបាទអូសឲ្យវាវែងធំតិចចុះដើម្បីមើលនិទេសសិស្សអាចនឹងជាន់រូបមន្តក្តែកបាទអញ្ចឹងអូសធំតិចសិនចាំយើងបរួមវាតាមក្រោយព្រោះកុំឲ្យយើងពិបាកអញ្ចឹងកន្លែងនេះការរកនិទេសសិស្សគឺទាំងអស់គ្នាត្រូវវាយពាក្យថាស្មើរួចទាំងអស់គ្នាវាយពាក្យថា if បើកវងកញ្ចក់ចុចលើកូដទំនៀមនៃសិស្សទី1បាទតមកយើងមកកន្លែងរបស់យើងវិញគឺវាយពាក្យស្មើបន្តទៀតបាទហើយបើកមីងកដោ2ដងក្បៀសមីងកដោ2ដងក្បៀសមួយទៀតបាទហើយវាយពាក្យថា if បើកវងកញ្ចក់អញ្ចឹងកន្លែងនេះគឺចូលគោលការណ៍របស់យើងហើយគឺបើកវងកញ្ចក់ហើយចុចលើមជ្ឈុំភាគនៃសិស្សលេខរៀងទី1ហ្នឹងមជ្ឈុំភាគបាទហើយវាយសញ្ញាតូចជាងនៅ5តូចជាង5បើតូចជាង5នេះសម្រាប់បឋមសិក្សាគឺប្រើអញ្ចឹងហើយតូចជាង5មានន័យថាមជ្ឈុំភាគរបស់វាគឺធ្លាក់អញ្ចឹងបៀសមួយមកបាទបើមានកណ្ដោមួយហើយវាយពាក្យធ្លាក់គឺយើងប្រើអក្សរ F បិទមានកណ្ដោវិញបៀសមួយទៀតអញ្ចឹងបន្តមកទៀតយើងវាយពាក្យ if បន្តទៀតហើយបើកវងកញ្ចក់ទៅហើយចុចនៅលើដដែលគឺនៅលើកូដទំនៀមដដែលបាទសំទោសនៅលើមជ្ឈុំភាគនៃលេខរៀងទី1ដដែលហើយយើងវាយសញ្ញាតូចជាងឬស្មើ6បាទតូចជាងឬស្មើ6មានន័យថាសិស្សហ្នឹងគឺបាននិទេស E បាទគឺវាយអក្សរ E បាទបិទវិញកណ្ដោមវិញក្បៀសមួយទៀតបាទបន្តលេខរៀងចឹងរហូត if បើកវងកញ្ចក់អុកលើមជ្ឈុំភាគនៃសិស្សទី1ដដែលហើយបើសិនជាមជ្ឈុំភាគនឹងតូចជាងឬក៏ស្មើ7បាទតូចជាងស្មើ7ក្បៀសមកកន្ត្រាអញ្ចឹងកន្លែងហ្នឹងគឺបន្ទាប់ពីនិទេស E បាទគឺមាននិទេស D បាទហើយបិទអពន្ត្រាមកវិញមកបាទក្បៀសមួយ if បើកវងកញ្ចក់បាទ select លើមជ្ឈុំភាគនៃលេខរៀងទី1ដដែលវាយសញ្ញាតូចជាងឬក៏ស្មើមិញយើងតូចជាងឬស្មើ6សំទោស7ឥឡូវយើងតូចជាងឬស្មើ8អញ្ចឹងក្បៀសមួយបាទតូចជាងឬស្មើ8មានន័យនិទេសរបស់វាគឺ C បាទវាយអក្សរ C បិទមីងកណ្ដោមវិញក្បៀសមួយទៀតវាយពាក្យ if បើកវងកញ្ចក់បាទបើកវងកញ្ចក់ហើយយើងចុចលើមជ្ឈុំភាគនៃលេខរៀងទី1ដែលទៀតហើយវាយសញ្ញាតូចជាងឬក៏ស្មើ9បាទតូចជាងឬស្មើ9មានន័យថាវាបាននិទេសអីគឺនិទេស B បាទនិទេស B អញ្ចឹងបិទវិញកណ្ដោមវិញ if ចុងក្រោយបើកវងកញ្ចក់បាទ select លើកូដទំនៀមមជ្ឈុំភាគនៃលេខរៀងទី1បាទកន្លែងហ្នឹងមានន័យថាតូចជាងឬក៏ស្មើនឹង10បាទតូចជាងស្មើ10ក្បៀសបើកវិញកណ្ដោមមួយនិទេសវាគឺ A បាទបិទវិញហើយយើងមើលរាប់ចំនួនវងកញ្ចក់ដែលយើងបានបើក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
7 អញ្ចឹងយើងបិទចំនួន7ដងដូចគ្នា1 2 3 4 5 6 7បាទបន្ទាប់មកយើង enter បាទនេះអញ្ចឹងយើងប្រូមកវិញមកដើម្បីយើងស្រួលមើលបាទប្រូមកវិញមកនេះអញ្ចឹងកន្លែងនេះគឺសិស្សបានមធ្យមភាព 750 បាននិទេស C អញ្ចឹងយើងតម្លាក់មកក្រោមមកបាទអញ្ចឹងនិទេសយើងអាចប្រើពណ៌ខុសពីគ្នាទៅដើម្បីយើងស្រួលចំណាំឧទាហរណ៍យើងប្រើពណ៌ខ្ញុំថាដាក់ពណ៌ខៀវចេះទៅហើយយើងដាក់អក្សរដិតមកចុច B មក complete ដាក់បន្ទាត់ឲ្យវាផងចុចពី all border បាទកន្លែងនេះគឺបានប៉ុណ្ណឹងបាទគឺអត់មានអីទៀតទេអស់ហើយ complete format painter នៅលើកន្លែងនេះដើម្បីវាបានដូចគ្នាបាទសំទោសខ្ញុំ select ខុស format painter ចូល home យកពាក្យ format painter ហើយយកត្រឹមនឹងមកដើម្បីវា load បានដូចគ្នាបាទហើយយើងវាយនេះទេ
cứ xâm rạp nị tê sơ cứ miền tập năng tế bà chọc hỏi ở cùng